ចាសសួស្តីបងប្អូននេះវីដេអូទី2ដែលខ្ញុំចេញពីរកផតទៅកាបស្តុនគឺទៅតាមផ្លូវខ្ញុំអត់សូវស្គាល់ដូចប្តីខ្ញុំអត់ស្គាល់ដូចជាកង់មកជុំដែររដងខ្ញុំទៅពីអូស្ទិនទៅយូស្តុនខ្ញុំទៅខាងផ្លូវអូស្ទិនខ្ញុំខាងណាតែនេះខ្ញុំចេញពីរកផតទៅកាបស្តុនគឺថាផ្លូវគឺវាមិនមែនថាគួតខ្លាចអីម៉ាទេតែផ្លូវវាគេមានតែ2ឡេនណាមួយឡេនទៅមួយឡេនមកហើយវាដូចផ្លូវភូមិអញ្ចឹងបើគិតជាផ្លូវកាលពីមុនស្រុកខ្មែរយើងគឺថាផ្លូវជាតិយើងទៅមកហ្នឹងណាតែ2ឡេននេះតែមានពុះទ្រូងផ្លូវឯនេះស្រុកខ្មែរយើងលើគេពុះទ្រូងផ្លូវដូចថាទៅផ្សេងមកផ្សេងអញ្ចឹងយើងអត់សូវខ្លាចបើកាលពីសម័យខ្ញុំនៅតូចៗគឺថាអត់ទេអញ្ចឹងហើយផ្លូវនេះគេនៅនេះផ្លូវអញ្ចឹងគឺផ្លូវតាមជនបទគេហើយតាមជនបទគេហ្នឹងគឺមានតែដាំអត់មានពោតទេខាងពីរកផតទៅកាបស្តុនគឺថាគេដាំសលៃហើយនឹងសណ្តែកដីតែភាគច្រើនគឺសលៃច្រើនដើមសលៃគេដាំសលៃច្រើនពីរកផតទៅកាបស្តុនហ្នឹងបើសិនទៅពីខាងអូស្ទិនទៅយូស្តុនគឺថាគេដាំពោតនៅតំបន់នេះគេដាំខុសៗគ្នាបងប្អូនដូចថាកន្លែងណាដែលគេដាំពោតត្រូវគេដាំពោតបើកន្លែងខាងខ្ញុំទៅពីរកផតទៅកាបស្តុនគឺថាគេដាំសំឡីដើមសលៃដែលយើងយកមកច្រកខ្នើយច្រកអីហ្នឹងណាបងប្អូននេះហើយនេះដល់កន្លែងដែរផ្លូវឆ្លងបន្តែរថភ្លើងមកចឹងហើយថតនេះបងប្អូនគេខាងឆ្វេងដៃខាងស្ដាំដៃហ្នឹងគេដាំសលៃភាគច្រើនសលៃហើយផ្លូវចឹងបងប្អូនខាងឆ្វេងមកខាងស្ដាំហ្នឹងសម្រាប់ផ្លូវយើងទៅតែក្រៅពីស្រុកនេះគេបើកគ្រប់ចរាចរណ៍គេមិនចេះទៅវ៉ាសំទោសបងប្អូនគេមិនចេះទៅវ៉ាយើងទេគេពេលវ៉ាយើងអញ្ចឹងដល់ផ្លូវខាងហ្នឹងមាន2បើមានតែម្លែនអញ្ចឹងគេអត់វ៉ាហើយភាគច្រើនខ្ញុំគាត់ឲ្យគេទៅមុនអញ្ចឹងយើងអាចចូលទៀតមកចាហើយនេះតាមផ្លូវអញ្ចឹងបងប្អូនតែបើសិនតែថាឡានខូចអីខូចគឺថាវារៀងពិបាកដែរដូចថាត្រង់តែយើងហៅគេមកធ្វើអញ្ចឹងណាតែសំណាងដែរយើងធ្វើដំណើរសុខសប្បាយអត់ដែរអីទេបងប្អូនពួកខ្ញុំធ្វើដំណើរនេះផ្លូវអញ្ចឹងបងប្អូនគៀនហ្នឹងដែលខ្ញុំបានថតប្របាយកាមេរ៉ាហ្នឹងគឺថាដើមសលៃភាគច្រើនគឺដើមសលៃបើខាងពីអូស្ទិនខ្ញុំទៅយូស្តុននេះគឺថាភាគច្រើនដើមពោតតែនេះអត់ទេខាងនោះគឺដើមសលៃហើយនឹងដើមស្ដែកដីចាហើយពួកខ្ញុំធ្វើដំណើរហ្នឹងគឺថាចូលបឹកគីដែរតែបឹកគីខាងគេហ្នឹងវា small ដូចក្រាសាំងអញ្ចឹងវាទួយធំដូចខាងពីអូស្ទិនទៅទេពីអូស្ទិនទៅឬទៅខាងយូស្តុនឬទៅខាងអីហ្នឹងវាធំដល់ពេលទៅខាងពីចេញពីរកផតទៅកាបស្តុនគឺថាទួយដូចប៉ិនក្រាសាំងអញ្ចឹងនេះដល់ហើយបងប្អូនចាដល់កាបស្តុនហើយដល់អាស្ពានឆ្លងសមុទ្រពេលកាបស្តុនហ្នឹងហើយពួកខ្ញុំទៅអូតែលពួកឯងស្នាក់នៅពីយប់នៅអូតែលបាត់សមុទ្រនឹងដែរស្នាក់ពីយប់ហើយបន្ទាប់មកបានពួកខ្ញុំចេញពីកាបស្តុនទៅសែមយូស្តុនអាហ្នឹងទៅរកយើងសបោអាស៊ីផ្សារអាស៊ីបើយើងនៅខាងសមុទ្រកាបស្តុនអត់មានអាស៊ីទេគឺថាសបោតែម្ហូបអាកៀងហើយកន្លែងញ៉ាំកន្លែងអីក៏ចឹងដែរជាអាហារសមុទ្រហើយម្ហូបអាកៀងច្រើនអត់សូវមានម្ហូបអាស៊ីយើងទេរកផតក៏ចឹងដែរអត់មានម្ហូបអាស៊ីយើងទេមានតែម្ហូបអាកៀងហើយនេះដល់បងប្អូនដល់ស្ពានដែលខ្ញុំថតខ្ញុំបត់ចូលហ្នឹងហើយនេះអូតែលដែលខ្ញុំគេហ្នឹងនៅជាប់ឆ្លងទៅសមុទ្រយើងអាចងូតទឹកហើយចាំវីដេអូទី3ខ្ញុំដាក់ការលេងទឹកលើកនេះខ្ញុំបានថតឲ្យកូនប្រុសទី1ខ្ញុំថតហើយបន្ទាប់ពីសារៈពីអូតែលអីហើយពួកខ្ញុំបានទៅថោនគេដល់ថោនគេហ្នឹងទៅថតកន្លែងកប៉ាល់គ្រូស៊ីបគេហ្នឹងគេឆ្លងហ្នឹងទៅមើលកប៉ាល់គេលើកមុនទៅឃើញកប៉ាល់ហ្នឹង2តែឥឡូវឃើញតែ1ឯងបងប្អូនព្រោះអីមួយអាធំហ្នឹងហើយបើមួយតូចហើយជាគេចេញរួចហើយចឹងហើយនេះខ្ញុំទៅឃើញតែមួយធំឯងហើយសង្ឃឹមថាថ្ងៃណាខ្ញុំនឹងបានជិះកប៉ាល់គ្រូស៊ីបនឹងដើរលេងគេដែរព្រោះអីបំណងចង់ជិះកប៉ាល់នឹងដែរឃើញមើលទៅតែសង្ឃឹមថ្ងៃណាមួយខ្ញុំបាននឹងជិះកប៉ាល់នឹងដើរលេងជាមួយគេដែរព្រោះអីកូនធំហើយកាលមុនកូននៅតូចវាជិះកប៉ាល់យើងវាខ្លាចដែរក្មេងវាលពឹសចឹងហើយឥឡូវកូនខ្ញុំធំអស់ហើយ13 12ឆ្នាំហើយចឹងហើយអាចជិះដើរលេងបានចឹងហើយនេះដនថោនគេបងប្អូនចាដនថោនគេនេះឯងម៉ូតគេដនថោនគេវាដូចថាវាមិនមែនដនថោនអាធំហ្មងទេវាដូចថាវាតូចដែរតែមកដនថោនធំដាឡាសុំសំទោសបងប្អូនដនថោនយូស្តុនអាធំផ្សេងតែនេះវាដូចថោនគេមួយដែរចឹងណាចាហើយនេះដល់កប៉ាល់បងប្អូននេះខាងស្ដាំដៃខ្ញុំនេះគឺថាកប៉ាល់គ្រូស៊ីបហ្នឹងតែកប៉ាល់លើកនេះគឺកប៉ាល់ធំកាលមុនខ្ញុំឃើញមានតូចមានធំដល់លើកនេះឃើញតែធំហើយប្រហែលជាអាតូចជាចេញដែរចឹងហើយឃើញអាធំគេមិនចោះគេមកចាំយកនេះឡើងដែរហ្នឹងណាអ្នកគ្រូស៊ីបឡើងហ្នឹងហើយគៀនហ្នឹងកន្លែងយើង parking ឡានហើយយើងដើរទៅឆ្លងកប៉ាល់ចូលហ្នឹងចាបងប្អូនឃើញនេះកប៉ាល់ឡើងធំហើយក្នុងចិត្តខ្ញុំថ្ងៃណាមួយខ្ញុំមិនបានជិះចង្អាយដើរលេងព្រោះអីចង់សាកម្ដងខ្ញុំជិះកប៉ាល់ដើរលេងអញ្ចឹងតើវាមិនដែរចាអរគុណជំរាបលាបងប្អូនសុខសប្បាយបាយ